សូមអនុញ្ញាតជម្រាបសួរគ្រប់បណ្ដាប្រិមិត្តដែលកំពុងតែតាមដានស្ដាប់វិទ្យុឯករាជ្យទូទាំងប្រទេសបាទធ្វើកម្មវិធីផ្សាយបាទឡើងវិញហើយក្នុងកម្មវិធីខ្ញុំដឹងអ្នកដឹងជាកម្មវិធីមួយដែលយើងនិយាយអំពីសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋបាទហើយប្រិមិត្តអាចមានសិទ្ធិសួរនៅក្នុងpageបានដោយសារតែលោកគ្រូដាក់នៅពីមុខដើម្បីឆ្លើយជាមួយប្រិមិត្តបាទជាដំបូងលោកគ្រូសូមជម្រាបលេខទូរស័ព្ទបាទដើម្បីឲ្យប្រិមិត្តមានបំណងចង់ខលចូលរួមអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ088 78 77បាទ456បាទអូថ្ងៃនេះភ្លេចស្ទាយប្រិមិត្តថ្ងៃនេះបានមានខាងទូទស្សន៍បាយ័នបាទទូទស្សន៍បាយ័នកាដូកម្មាឲ្យពីរបាទហើយកម្មាដ៏ស្រស់ស្អាតប្រិមិត្តបាទមើលអើយពេញចិត្តណាស់ឥឡូវហ្នឹងឲ្យតែមានអាចងទេតែហ្នឹងពេញចិត្តបាទហើយថ្ងៃហេងបានគេកាដូបានស្ថានីយ៍ទូទស្សន៍បាយ័នកាដូកម្មាឲ្យពីរក្បាត់កមួយបាទប៉ុន្តែបានស្អាតទៀតឯប្រិមិត្តឥឡូវហ្នឹងស្អាតនឹងកម្មាបង្កទៅស្អាតនៅកម្មាដោយសារតែអាចការពារប្រើប្រាស់បានជំនួសម៉ាស់ដែលមានការអីទៅយើងអាចបិទមាត់បិទច្រមុះយើងបានចំណេញកម្មាប្រើបានច្រើនមុខមុជទឹកជូតខ្លួនអីបានទាំងអស់បាទហើយយើងអាចទិញម្នាក់មួយប្រើទៅក៏ក្រិនបាទដែរអានេះគឺស្នាដៃពីខ្មែរយើងធ្វើសិតបាទអញ្ចឹងមិនមែនយើងរស់នៅជាមួយយើងជាសាច់ឈាមខ្មែរហើយយើងបង្អាប់ខ្មែរយើងថាខ្មែរយើងអន់ទេប្រិមិត្តអញ្ចឹងយើងកុំបាទកុំឲ្យមើងងាយខ្មែរគ្នាឯងហើយកុំប្រមាថខ្មែរគ្នាឯងយើងលើកទឹកចិត្តគ្នាឡើងទោះបីជាថ្ងៃហ្នឹងគេធ្វើមិនតាន់កើតក៏ថ្ងៃក្រោយក៏គេធ្វើកើតដែរមនុស្សម្នាក់មានសិទ្ធិសេរីភាពក្នុងការរស់នៅមានសិទ្ធិសេរីភាពក្នុងការតវ៉ាមានសិទ្ធិសេរីភាពក្នុងការប្រើជីវិតរបស់ខ្លួនឯងឲ្យបាទឲ្យតាមអ្វីដែលគាត់ចង់បាទលោកគ្រូមានបេះដូងឲ្យអ្នកណាចូលមកលោកគ្រូឲ្យមេដៃបាទអូខេអរគុណច្រើនកុសលបាទកសលលោកគ្រូសុំទោះទីកសលឯងតាមវិទ្យុបន្តិចទៅរាត្រីហ្នឹងនៅមុខមិនហ៊ាននិយាយនៅពីចងាយអញ្ចឹងហ៊ាននិយាយពួកខ្លាចនៅចិត្តគេនិយាយទៅគេវាយនិយាយខុសទៅគេវាយថាអូខេមនុស្សដែលប៉ាកែមនុស្សឆ្លាតមនុស្សដោះស្រាយបញ្ហាបានរាល់បញ្ហាគឺកុសលឯងជាមនុស្សម្នាក់ដែល reflect ដោះបានប៉ុន្តែបើសិនជាដើរតាមយើងរយៈពេលប្រហែលតែ5ឆ្នាំកុសលឯងជោគជ័យនឹងคล้ายទៅជាមនុស្សម្នាក់ដែលមានលុយកាក់ហើយកាន់តែរីកចម្រើនបាទទោះទីនិស័យឲ្យប៉ុន្តែបើមិនកែប្រែអាផ្នែកជីវិតដែលខ្លួនដើរមកហើយដួលទេបាទបើមិនដូរអាស្បែកជើងអស់កាឡានឹងចេញទេពាក់អាស្បែកជើងណាដែលមានកាឡាអញ្ចឹងមិនប្រកាសថាអ្នកប៉ាកែម្នាក់ដោយគ្មានអ្នក sponsor ទេដូចឡានអញ្ចឹងគេផលិតពី2020ក៏ដោយទោះបីជាផលិតមកប៉ុណ្ណាក៏ដោយវាមិនអាចទៅមុខបានដោយសារតែគ្មានសាំងព្រោះឡានហ្នឹងគេផលិតមកឲ្យវាស៊ីសាំងដូចកុសលឯងអញ្ចឹងទេពកុសលមានហើយប្រជាប្រិយភាពមានហើយតំណែងតំណងល្អមានហើយធ្វើការបច្ចេកហើយរស់ស៊ីចេះហើយប៉ុន្តែនៅខ្វះចំណុចច្រើនតែមែនទេយើងគួរតែរៀនបន្ថែមយើងក៏បិទបេះដូងយើងថាយើងជាមនុស្សដែលឆ្លាតប៉ាកែជាងអ្នកផ្សេងធ្វើដោយលោកញ៉ាមកអត់ចេះទេអត់ដឹងអីទេអត់ដឹងបាទពេលណាយើងទទួលយកការពិតបាសជាយើងចេះកែប្រែអ្វីដែលយើងខុសមនុស្សដែលពិបាកបំផុតដែលខ្លួនខុសហើយមិនទទួលស្គាល់ខ្លួនពេលណាយើងធ្វើខុសហើយយើងប្រព្រឹត្តខុសហើយដឹងមិនទេដោះសារដើម្បីយករួចខ្លួនមិនទទួលយកការពិត
បរាជ័យហើយសំធានាថាបរាជ័យអញ្ចឹងបើសិនជាយើងអង្គុយលើកៅអីមួយដែលគ្មានបង្អែកពីក្រោយពេលណាយើងផ្អែកបាស់ជើងឥឡូវយើងមានកៅអីមានបង្អែកទោះបីយើងបង្អែកវាយ៉ាងម៉េចក៏វាអត់បាស់ជើងដែរដោយថាកៅអីហ្នឹងគេធ្វើហ្នឹងគេស្ទង់មកថាផ្អែកទៅមិនបាស់ជើងមិនប្រកាសថាចាំតែមានលុយទាំងអស់គ្រប់គ្រាន់ដើម្បីរកស៊ីនោះទេយើងធ្វើអីក៏ដោយយើងចំណាយយើងវិនិយោគទៅលើអ្នកដែលស្គាល់យើងគឺទី1គឺបេះដូងស្មោះបាទទី2គឺចំណេះដឹងទី3គឺពេលវេលាបើយើងមានចំណេះយើងមានចិត្តស្មោះត្រង់យើងមានពេលវេលាតែយើងមានចំណេះដឹងតែយើងអត់មានពេលវេលាបរាជ័យដូចគ្នាអ្នកក្រអ្នកមានអ្នកតូចអ្នកតាចអ្នកធំអ្នកអីក៏ដោយរស់នៅបាន24ម៉ោងដូចគ្នាចុះហេតុអីគេមានពេលវេលាធ្វើការពេលវេលាអានសៀវភៅពេលវេលាហាត់ប្រាណពេលវេលាញ៉ាំបាយពេលវេលាគេចុះហេតុអីគេមានដោយសារតែគេចេះប្រើពេលវេលាមុននឹងដាក់ចុះថាចេះប្រើពេលវេលាត្រូវដាក់វិន័យខ្លួនឯងបើមនុស្សគ្មានវិន័យខ្លួនឯងទេដូចចាប់ហួយបាទដូចចាប់ហួយឧទាហរណ៍ទេណាឧទាហរណ៍ថាពេលណាយើងលូកចាប់យើងគិតថាយើងងើបពីម៉ោង5ទៅហាត់ប្រាណមិនទាន់បានហាត់ប្រាណផងក៏លេខទៅឃើញមានអីតោះបន្តិចទៅធ្វើអានោះងាកឡើងបើក Facebook មើល like ខ្វាច់ចុះខ្វាច់ឡើងអស់ម៉ោងអត់បានហាត់ប្រាណអញ្ចឹងពេលវេលាបើក email មើលនិងពេលវេលាដែលបើកមើល Facebook គឺយើងត្រូវតែមានពេលកុំឲ្យបលឹមឡើងដាក់ target ដាក់វិន័យខ្លួនឯងថាងើបម៉ោង5ដើម្បីហាត់ប្រាណកន្លះម៉ោងឬ1ម៉ោងដើម្បីចាំដាប់ព័ត៌មានឬអានសៀវភៅឬអានឯកសារមើលការងារអូខេអរគុណច្រើននៅសាកតាបាទអរគុណច្រើនអើយអ្នកសាកតាចេះមើលលោកគ្រូដែរបាទមើលទៅទោះបីមិនសូវបានជួបគ្នាក៏បានមើលនៅក្នុង page នៅក្នុង Facebook អីចឹងទៅនៅក្នុង Bigo Live ជូនបេះដូងមួយបាទជូនបេះដូងមួយបាទអរគុណច្រើនដែលបានតាមដានហើយអរគុណច្រើនហើយនៅក្នុងកម្មវិធីនេះប្រិមិត្តអាចសួរបានទី1សុខភាពទី2បញ្ហាទី3ជំនួញធ្វើម៉េចឲ្យជោគជ័យធ្វើម៉េចឲ្យចំណេញធ្វើម៉េចឲ្យសល់លុយលក់ទឹកស៊ីវដាច់លក់ទៅលក់អង្គដាច់លក់ទៅបាទសម្លឹងឃើញអាណាដែលតម្រូវការរបស់អ្នកប្រើតម្រូវការរបស់អតិថិជនតម្រូវការរបស់ទីផ្សារបាទប៉ុន្តែគ្រាន់តែលោកគ្រូផ្ដាំថាធ្វើជំនួញធ្វើអីក៏ដោយឲ្យធ្វើតាមចំណេះជើងកុំឲ្យចេះតែប្រព្រឹត្តប្រប្រុសតែញ៉ាកលយកមកលេងទឹកឲ្យលក់ឲ្យគេខាងកាមគនត្រូលឲ្យចាប់អស់លីងកយឲ្យចាប់អស់លីងបាទអញ្ចឹងយើងធ្វើអីក៏ដោយឲ្យមានឧត្តមកតិមានសុជីវធម៌នៅក្នុងការធ្វើ business ហើយយើងមានមនុស្សធម៌នៅក្នុងបេះដូងយើងប្រិមិត្តយើងចង់រៀបចំខ្សែជីវិតយើងឲ្យបានល្អយើងត្រូវចាប់ផ្ដើមពីខ្លួនឯងទៅហើយយើងកុំបន្ទោសម្ដាយកុំបន្ទោសឪពុកកើតមកខុសខ្លួនអស់ខ្ញុំមកកើតមកចំតកូលអ្នកក្របានខ្ញុំនឹងវាមិនមានស្អប់ណាស់ពួកអាអ្នកមានអូប្រិមិត្តមួយម៉ាត់នឹងចាប់ហ្មងបាទអញ្ចឹងលោកគ្រូសុំណែនាំ recommend ឲ្យប្រិមិត្តហ្នឹងស្រឡាញ់អ្នកមានទោះបីមិនទាន់បានប្រយោជន៍អីពីគេក៏បានចំហាយទោះបីមិនក៏បានទៅ selfie មួយកាត់មកបោះអីដើម្បីទុកមើលថាខ្ញុំបានទៅជួបអ្នកមានខ្ញុំបានស្គាល់អ្នកមានគេដែរហើយកុំណាកុំប្រមាថអ្នកមានហើយកុំយកលេសមកដាក់បន្ទុកលើខ្លួនឯងបន្ទោសសែនបន្ទោសពូជបន្ទោសក្រុមគ្រួសារអានេះវាគ្រាន់តែជាលេសប៉ុន្តែចុងក្រោយលោកគ្រូប្រាប់ថាបើធ្វើអីមិនបានត្រូវបន្ទោសខ្លួនឯងចាប់បន្ទោសខ្លួនឯងសិនប្រិមិត្តបន្ទោសខ្លួនឯងមកពីយើងនឹងរៀនវាមិនដល់មកពីយើងនឹងឆ្លាតមិនដល់បានគេបោកយើងមកពីយើងធ្វើមិនបានដោយសារតែយើងមិនចេះបាទបន្ទោសខ្លួនឯងយើងនឹងបានទទួលការកែប្រែយកការឈឺចាប់មករៀនបន្ថែមយកការឈឺចាប់មករៀនបន្ថែមកុំឲ្យយកការឈឺចាប់ទៅជាខឹងក្រេបក្រោតទៅរស់រឿងគេរស់រឿងឯងបង្ករបួសស្នាមព្រមទាត់ដូចជាអ្នកសារព័ត៌មានមួយចំនួនអញ្ចឹងពេលណាកាត់ខឹងគេកាត់ជេរឌីលម៉េះប្រមាថគេអានេះមានតោសទៀតប្រិមិត្តយើងកុំអាងថាយើងជាអ្នកសារព័ត៌មានមានបានព័ត៌មានមានអង្គភាពព័ត៌មានបើអញ្ចឹងធ្វើអាបានមួយនឹងដើរប្រមាថគេទៅដើរជេរគេទៅបាទគ្រូអត់កាន់ជើងទេព្រោះលោកគ្រូជាអ្នកសារព័ត៌មានដែរទោះបីគេខុសគេត្រូវយើងរករឿងតាមច្បាប់គេអ្នកអាជ្ញាធរណាគេមានអំណាចគេមានសិទ្ធិដូចយើងហើយយើងចេះតែតប៉ែទៅបានគេតប៉ែមក